សួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាស្វាគមន៍ជាថ្មីសម្រាប់ការសិក្សាតាមរយៈវីដេអូ YouTube ជាមួយលោកគ្រូថ្ងៃនេះដែរលោកគ្រូលើកយកមេរៀនមុខវិជ្ជាភាសាខ្មែរថ្នាក់ទី5ដែលស្ថិតនៅក្នុងមេរៀនទី4ប្រយោជន៍នៃសារព័ត៌មានហើយអ្វីដែលយើងសិក្សានៅថ្ងៃនេះគឺអំណានបំណងរបស់ខ្ញុំបាទអញ្ចឹងនេះជាខ្លឹមសារមេរៀនដែលយើងត្រូវសិក្សានៅថ្ងៃនេះហើយកាលពីថ្ងៃមុនយើងពុំមានកិច្ចការផ្ទះទេម្ល៉េះហើយថ្ងៃនេះយើងចាប់ផ្ដើមចូលទៅសិក្សាមេរៀនថ្មីតែម្ដងអញ្ចឹងនៅក្នុងភាសាខ្មែរមេរៀនទី4ប្រយោជន៍នៃសារព័ត៌មានអត្ថបទអំណានបំណងរបស់ខ្ញុំហើយក្នុងខ្លឹមសារមេរៀននេះដែរសូមទាំងអស់គ្នាយើងបើកសៀវភៅមាត្រង់ទំព័រទី56បាទអញ្ចឹងស្ថិតនៅក្នុងសៀវភៅពុម្ពរបស់យើងទំព័រទី56បាទសៀវភៅពុម្ពភាសាខ្មែររបស់យើងណាបាទហើយមុននឹងយើងចាប់ផ្ដើមចូលទៅសិក្សាខ្លឹមសារមេរៀនទាំងអស់គ្នាយើងក៏លេខទៅមើលរូបភាពនេះអញ្ចឹងរូបភាពនេះយើងឃើញកុមារម្នាក់បាទដែលគាត់មានបំណងប្រាថ្នាឬក៏អាចថាក្តីស្រមៃរបស់គាត់ណាគាត់ចង់ក្លាយទៅជាអ្នកសារព័ត៌មានយើងឃើញគាត់ដើរថតរូបណាបាទចុះទៅយកព័ត៌មានផ្សេងអញ្ចឹងទៅអញ្ចឹងកុមារនេះគាត់ដូចថាក្តីស្រមៃរបស់គាត់បំណងប្រាថ្នាគាត់ហ្នឹងគឺគាត់ចង់ធ្វើជាអ្នកសារព័ត៌មានអញ្ចឹងណាបាទអញ្ចឹងឥឡូវយើងចូលទៅដល់អត្ថបទអំណានអញ្ចឹងទាំងអស់គ្នាត្រៀមខ្លួនហើយនៅបាទឥឡូវទៅចាប់ផ្ដើមអានអត្ថបទអំណានជាមួយលោកគ្រូទាំងអស់គ្នាតោះឥឡូវយើងចាប់ផ្ដើមមនុស្សគ្រប់រូបតែងតែមានបំណងប្រាថ្នាផ្សេងគ្នាក្នុងការជ្រើសរើសមុខរបរអ្នកខ្លះចង់ធ្វើមន្ត្រីរាជការក្នុងក្រសួងនានាអ្នកខ្លះចង់ក្លាយជាពាណិជ្ជករដឹកចេញនាំចូលផលិតផលផ្សេងអ្នកខ្លះទៀតចង់គ្រប់គ្រងកសិដ្ឋានធំដាំដំណាំឧស្សាហកម្មដើម្បីបម្រើរោងចក្រឲ្យមានដំណើរការចំណែកខ្ញុំចាប់ពីធំដឹងក្តីមកខ្ញុំចង់ក្លាយជាអ្នកសរសេរសារព័ត៌មានមួយរូបដ៏ល្បីនិងមានប្រយោជន៍សម្រាប់ប្រទេសជាតិខ្ញុំដើម្បីសម្រេចបំណងនេះនៅពេលខ្ញុំក្លាយជាអ្នកសារព័ត៌មានខ្ញុំនឹងត្រាច់ចរគ្រប់ច្រកល្ហកធ្វើដំណើរគ្រប់តំបន់ទោះបីជួបការលំបាកឬប្រឈមនឹងគ្រោះថ្នាក់ក៏ដោយខ្ញុំនឹងឈ្មោះឈ្មោលតាមគ្រប់មធ្យោបាយដើម្បីពិនិត្យសង្កេតហេតុការណ៍ដល់ទីកន្លែងកើតហេតុដើម្បីយកព័ត៌មានមកចុះផ្សាយក្នុងទំព័រសារព័ត៌មានជូនមហាជនប្រជាជនឲ្យទាន់ពេលវេលាពេលខ្លះខ្ញុំត្រូវចូលរួមអង្គប្រជុំសន្និសីទស្នងការនគរបាលឬតុលាការពេលកាត់ទោសខ្ញុំនឹងតស៊ូអត់ធ្មត់ទោះយប់ក្តីថ្ងៃក្តីពិនិត្យនិងថតយករូបភាពច្បាស់លាស់ដើម្បីឲ្យសាធារណជនចាប់អារម្មណ៍ចំពោះដំណឹងថ្មីទាន់ហេតុការណ៍ខ្ញុំនឹងសរសេរតែព័ត៌មានពិតប្រាកដកើតមានជាក់ស្ដែងដោយមិនបំភ្លៃការពិតមិនលំអៀងនិងមានអំណះអំណាងច្បាស់លាស់ខ្ញុំនឹងខិតខំគោរពក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនជានិច្ចពេលនោះខ្ញុំសង្ឃឹមថាខ្ញុំនឹងក្លាយជាអ្នកសារព័ត៌មានដែលមានឈ្មោះល្បីម្នាក់និងជាទីពេញនិយមរបស់អ្នកអានបាទអញ្ចឹងដូចយើងឃើញរូបភាពកុមារមុននឹងអញ្ចឹងណាបាទគាត់ចង់ក្លាយជាអ្នកសរសេរសារព័ត៌មានអញ្ចឹងនេះគឺជាគោលបំណងរបស់គាត់ដើម្បីសម្រេចបំណងហ្នឹងគាត់ធ្វើអីខ្លះអញ្ចឹងណាបាទអញ្ចឹងឥឡូវយើងបន្តទៅសិក្សាពាក្យពិបាកទាំងអស់គ្នាជាមួយលោកគ្រូណាបាទអញ្ចឹងនេះគឺជាពាក្យពិបាកដែលលោកគ្រូបានលើកយកនិងដកស្រង់ចេញពីអត្ថបទអំណានបាញ់មិញដែលយើងបានអានជាមួយគ្នាហ្នឹងបាទអញ្ចឹងពាក្យទី1មន្ត្រីរាជការពាក្យបន្ទាប់ពាណិជ្ជករផលិតផលកសិដ្ឋានឧស្សាហកម្មសារព័ត៌មានប្រយោជន៍ហេតុការណ៍មហាជនសន្និសីទសាធារណជនក្រមសីលធម៌បំណងប្រាថ្នាជ្រើសរើសមុខរបរត្រាច់ចរច្រកល្ហកគ្រោះថ្នាក់ឈ្មោះឈ្មោលអត់ធ្មត់និងវិជ្ជាជីវៈបាទអញ្ចឹងពាក្យទាំងអស់នេះគឺជាពាក្យពិបាកដែលលោកគ្រូបានដកស្រង់ពីអត្ថបទដែលយើងបានអានជាមួយគ្នាបាញ់មិញណាបាទអ
ចឹងក្រោយពីយើងបានសិក្សាពាក្យពិបាកហើយយើងទៅសិក្សាពន្យល់ពាក្យទាំងអស់គ្នាបាទចឹងពាក្យទី1គឺពាក្យថាប្រាថ្នាចឹងប្រាថ្នាមានឋានៈពាក្យជានាមមានន័យថាការតាំងបំណងការផ្គូផ្គងឬតាំងសំណូមពរសូមឲ្យបានសម្រេចបំណងបាទចំណែកឯពាក្យបន្តគឺផលិតផលឋានៈពាក្យជានាមមានន័យថាផលដែលបានសម្រេចហើយរីឯពាក្យបន្ទាប់ឧស្សាហកម្មមានឋានៈពាក្យជានាមមានន័យថាការបង្កើតរបស់ប្រើប្រាស់តាមសម័យនិយមរីឯពាក្យបន្ទាប់សាធារណជនឋានៈពាក្យជានាមមានន័យថាជនទូទៅរីឯពាក្យបន្ទាប់ទៀតសន្និសិទឋានៈពាក្យជានាមមានន័យថាការថ្លែងសេចក្តីពន្យល់បញ្ហាផ្សេងៗដល់សាធារណជនរីឯពាក្យបន្តហេតុការឋានៈពាក្យជានាមមានន័យថាដំណើរឬរឿងដែលកើតឡើងបាទចំណែកឯពាក្យចុងក្រោយគឺសិលធម៌ឋានៈពាក្យជានាមមានន័យថាដំបូន្មានដែលនាំឲ្យវាចាអំពើអាក្រក់ហើយប្រព្រឹត្តតែអំពើល្អបាទអញ្ចឹងនេះគឺជាពន្យល់ពាក្យដែលយើងបានសិក្សាបាទឥឡូវក្រៅពីនឹងទៀតយើងបន្តទៅសិក្សាពាក្យផ្ទុយបាទអញ្ចឹងពាក្យផ្ទុយទី1ពាក្យច្បាស់លាស់អញ្ចឹងច្បាស់លាស់ផ្ទុយនឹងពាក្យស្រពេចស្រពិលបាទរីឯពាក្យបន្តជានិច្ចផ្ទុយនឹងម្ដងម្កាលរីឯពាក្យគ្រោះថ្នាក់ផ្ទុយនឹងសុវត្ថិភាពនិងពាក្យផ្ទុយចុងក្រោយពិតប្រាកដផ្ទុយនឹងពាក្យคล้ายคล้ายបាទក្រៅពីយើងសិក្សាពាក្យផ្ទុយយើងបន្តទៅសិក្សាពាក្យន័យដូចអញ្ចឹងពាក្យន័យដូចនៅថ្ងៃនេះលោកគ្រូលើកយកពាក្យមួយគឺមុខរបរបាទមានន័យដូចនឹងពាក្យការងារនិងអាជីពហើយនឹងពាក្យន័យដូចមួយទៀតគឺខិតខំអញ្ចឹងខិតខំស្មើនឹងពាក្យប្រឹងប្រែងសង្វាតព្យាយាមឱហាតនិងពាក្យចុងក្រោយស្រវាស្រទិញបាទអញ្ចឹងទាំងអស់នេះគឺជាពាក្យន័យដូចបាទអញ្ចឹងក្រៅពីហ្នឹងយើងបន្តទៅសិក្សាពាក្យសូរដូចម្ដងពាក្យសូរដូចដែលលោកគ្រូលើកយកមកថ្ងៃនេះគឺពាក្យជន់បាទអញ្ចឹងពាក្យជន់មានឋានៈពាក្យជានាមមានន័យថាអញ្ចឹងពាក្យជន់មានឋានៈពាក្យជានាមមានន័យថាសត្វដែលកើតក្នុងលោកមនុស្សអ្នកផងឧទាហរណ៍ជន់ប្រុសស្រីរីឯជន់មួយទៀតចូលណូបន្តឋានៈពាក្យជាកិរិយាសព្ទមានន័យថាឡើងសាយភាយហូហៀឧទាហរណ៍ទឹកជន់លិចស្រែបាទអញ្ចឹងជន់មួយទៀតបាទចូលណូជើងមកឋានៈពាក្យជានាមមានន័យថាកំណើតអាយុឧទាហរណ៍ជីតាខ្ញុំមានព្រះជន្ម90ឆ្នាំបាទអញ្ចឹងនេះគឺជាពាក្យសូរដូចដែលលោកគ្រូបានលើកយកមកគឺពាក្យជន់បាទជន់អញ្ចឹងពាក្យទាំងអស់ហ្នឹងគឺមានចំនួន3តោះនេះអញ្ចឹងទាំងអស់គ្នាបាទក្រោយពីយើងបានសិក្សាពាក្យសូរដូចហើយបន្តទៀតយើងទៅឆ្លើយសំណួរជាមួយលោកគ្រូបាទអញ្ចឹងសំណួរទី1តើមនុស្សគ្រប់រូបមានបំណងប្រាថ្នាដូចគ្នាឬទេបាទអញ្ចឹងសាកឆ្លើយទាំងអស់គ្នាតិចមើលបាទអញ្ចឹងមនុស្សគ្រប់រូបមានបំណងប្រាថ្នាមិនដូចគ្នាទេបាទអញ្ចឹងអាចថាអ្នកខ្លះគាត់ចង់ធ្វើគ្រូពេទ្យអ្នកខ្លះចង់ធ្វើវិស្វករអ្នកខ្លះទៀតចង់ធ្វើជាគ្រូបង្រៀនអ្នកខ្លះទៀតគាត់ចង់ធ្វើជាផ្នែកឧស្សាហកម្មបាទផ្នែកកសិកម្មអីចឹងទៅអាហ្នឹងគឺសុទ្ធតែជាបំណងប្រាថ្នារបស់មនុស្សយើងផ្សេងគ្នាបាទហើយសំណួរទី2គឺសួរថាតើអ្នកនៅក្នុងអត្ថបទខាងលើមានបំណងធ្វើអ្វីនៅពេលគេធំឡើងបាទអញ្ចឹងសាកនឹកតិចមើលទាំងអស់គ្នាបាទអញ្ចឹងអ្នកនៅក្នុងអត្ថបទអំណានខាងលើនេះបំណងប្រាថ្នារបស់គាត់ពេលធំឡើងគឺគាត់ចង់ក្លាយជាអ្នកសរសេរសារព័ត៌មានឬក៏ជាអ្នកសារព័ត៌មានដូចគ្នាណាបាទរីឯសំណួរទី3ដើម្បីសម្រេចបំណងនេះតើគេត្រូវធ្វើដូចម្ដេចតោះសាកឆ្លើយតិចទៅបាទអញ្ចឹងដើម្បីសម្រេចបំណងនេះពេលគេធំឡើងហ្នឹងគឺគេខិតខំបាទត្រាច់ចរគ្រប់ច្រកល្ហកធ្វើដំណើរគ្រប់តំបន់ទោះបីជួបការលំបាកឬប្រឈមនឹងគ្រោះថ្នាក់បញ្ហាផ្សេងក៏ដោយអញ្ចឹងណាបាទហើយគេខ្ញុំនឹងឈ្មោះឈ្មោលបាទមានន័យថាគាត់ហ្នឹងនឹងឈ្មោះឈ្មោលតាមគ្រប់មធ្យោបាយដើម្បីរិះរកនិងយកព័ត៌មាននោះមកជូនសាធារណជនអញ្ចឹងដើម្បីសម្រេចបំណងនោះគឺគេខិតខំតស៊ូបាទអញ្ចឹងអាចនិយាយបានថាក្នុងការសម្រេចបំណងនីមួយហ្នឹងគាត់ត្រូវតែព្យាយាមបាទតស៊ូណាបាទបានអាចជោគជ័យអញ្ចឹងយើងគិតថាក្នុងការធ្វើអ្វីមួយក៏ដោយបើសិនជាយើងអត់មានការតស៊ូសេចក្តីព្យាយាមទេគឺពិបាកនឹងទទួលបានជោគជ័យតោះនេះយើងទាំងអស់គ្នាកន្លែងហ្នឹងបាទអញ្ចឹងមេរៀនភាសាខ្មែរនៅពេលនេះ
មានធំសំណួរប៉ុណ្ណឹងហើយនឹងមានកិច្ចការផ្ទះដែលគ្រូបានដាក់ឲ្យយើងធ្វើបាទអញ្ចឹងកិច្ចការផ្ទះនេះមានន័យថាយើងរកពាក្យសូដូចបាទអញ្ចឹងពាក្យសូដូចហ្នឹងមានពាក្យក្រមបាទក្រមហ្នឹងគឺលោកគ្រូមានរហូតដល់ទៅ4អញ្ចឹងក្រមហ្នឹងអាចថាទាំងអស់គ្នាយើងយកពាក្យហ្នឹងមកបំពេញហើយនឹងថ្នាក់ពាក្យបាទនេះជាកិច្ចការផ្ទះរបស់យើងអញ្ចឹងមេរៀនភាសាខ្មែរនេះលោកគ្រូសូមបង្រៀនតែប៉ុណ្ណឹងបើបងប្អូនមានចម្ងល់អីអាច comment នៅក្នុងវីដេអូលោកគ្រូខាងក្រោមបាទអញ្ចឹងលោកគ្រូសូមបញ្ចប់តែប៉ុណ្ណឹងអរគុណច្រើនទាំងអស់គ្នាណាបាទអញ្ចឹងអរគុណសូមជម្រាបលា